ថ្ងៃនេះខ្ញុំមានរឿងរ៉ាវមួយទៀតដែលបានទទួលការអនុគ្រោះមកពីមិត្តភ័ក្តិក្នុង Channel គាត់បានផ្ញើរឿងដ៏គួរឲ្យខ្លាចនិងរន្ធត់មួយមកឲ្យខ្ញុំចែករំលែកដល់មិត្តភ័ក្តិរបស់ខ្ញុំវាជារឿងដែលនិយាយពីអ្នកលក់ម្នាក់ដែលមានឱកាសស្នាក់នៅសន្តាគារក្នុងខេត្ត Sofenbury បើអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយតោះស្ដាប់រឿងនេះរឿងរ៉ាវនេះជារឿងរ៉ាវរបស់លោកបុយបានប្រាប់ថារឿងនេះត្រូវតែត្រឡប់ទៅកាលពីប្រហែល10ឆ្នាំមុននៅពេលនោះលោកបុយធ្វើមុខរបរជាអ្នកលក់អំពីឧបករណ៍វេជ្ជសាស្ត្រវិសាលភាពនៃការងាររបស់លោកបុយគឺនៅក្នុងតំបន់កណ្ដាលនេះហើយរឿងរ៉ាវនេះបានកើតឡើងនៅថ្ងៃមួយនៅថ្ងៃនោះលោកបុយចាំបានថាជាថ្ងៃដែលលោកបុយបានបើកឡានមកទាំងថ្ងៃវាបានធ្វើឲ្យលោកអស់កម្លាំងពីការធ្វើដំណើរជាខ្លាំងនៅពេលនោះផ្ទាល់លោកបុយកំពុងបើកឡាននៅក្នុងតំបន់ខេត្តសុផាន់បុរីដោយសារតែភាពអស់កម្លាំងលោកបានសម្រេចចិត្តថាយប់នេះពេលវេលាវាខាំងត្រជាក់ណាស់ហើយលោកបានសម្រេចចិត្តឈប់គេងនៅសន្តាគារមួយដើម្បីសម្រាកកម្លាំងហើយបន្ទាប់មកនឹងបន្តដំណើរទៀតបន្ទាប់ពីបើកឡានមកបានបន្តិចពេលនេះគ្រប់យ៉ាងដូចជាធ្វើឲ្យមានសំណាងព្រោះនៅមុខលោកបុយពេលនេះគឺជាសន្តាគារមួយលោកបុយព្យាយាមសង្កេតមើលពីខាងក្រៅហើយបានរកឃើញថាសន្តាគារនេះគឺធំសម្បើមមួយកម្រិតហើយមានឡានចតនៅខ្លះលោកបានសម្រេចចិត្តបត់ចូលទៅក្នុងសន្តាគារនេះប៉ុន្តែពេលបត់ឡានចូលមកវិញវាមិនដូចដែលគិតទេព្រោះមើលពីខាងក្រៅនៅចំហៀនផ្លូវមុននេះដូចជាមានឡានច្រើនប៉ុន្តែពេលបត់ចូលមកវិញវាបង្ហាញថាមានតែប៉ុន្មានគ្រឿងប៉ុណ្ណោះបើប្រៀបធៀបនឹងសន្តាគារហើយសន្តាគារនេះគឺធំសម្បើមមានជាន់ច្រើនប៉ុន្តែឡានមានចតប្រហែល3ទៅ4គ្រឿងប៉ុណ្ណោះប៉ុន្តែដោយសារការបាននឿយហត់លោកគិតថាមិនអីទេគ្រាន់តែចុចគេងបន្តិចមួយយប់ប៉ុណ្ណោះថ្ងៃស្អែកនេះទៅបន្តទៀតហើយមិនចាំបាច់គិតច្រើនទេគ្មានគំនិតបែបនោះទេលោកបុយក៏ដើរទៅកាន់តុបម្រើដើម្បីសួរថាមានបន្ទប់ទំនេរឬអត់ចម្លើយដែលទទួលបានខ្ញុំជឿថាមិត្តភក្តិទាំងអស់គ្នាក៏ដឹងច្បាស់ហើយនោះគឺមានបន្ទប់ទំនេរព្រោះសន្តាគារនេះធំសម្បើមបែបនេះវាមិនអាចជឿបានទេថាមិនមានបន្ទប់ទំនេរបុគ្គលិកបានប្រាប់ថាមានបន្ទប់ទំនេរនៅជាន់ទី3ពេលដែលបានលើបែបនោះលោកបុយក៏សួរព័ត៌មានលម្អិតអំពីតម្លៃបន្ទប់ទាំងអស់ហើយបុគ្គលិកក៏សូមកូនសរបន្ទប់មកឲ្យបន្ទប់ដែលលោកបុយស្នាក់នៅយប់នេះគឺបន្ទប់លេខ303នៅពេលនោះវាម៉ោងប្រមាណ 9 យប់ហើយសន្តាគារនោះស្ងាត់ស្ងៀមគួរសមលោកបុយដើរត្រឡប់ទៅកាន់រថយន្តម្ដងទៀតដើម្បីយកសម្ភារៈតូចតាចតាមបែបផែនរបស់ខ្លួនពេលដែលលោកបុយទៅស្នាក់នៅកន្លែងណាលោកបុយមិនយករបស់ច្រើនឡើយព្រោះខ្ជិលដឹកគាត់នឹងយកតែសម្លៀកបំពាក់ប៉ុន្មានឈុតនិងឧបករណ៍ងូតទឹកប៉ុណ្ណោះពេលយករួចរាល់ហើយគាត់ក៏ដើរត្រឡប់ទៅកាន់ជណ្ដើរយន្តហើយចុចជណ្ដើរយន្តឡើងទៅជាន់ទី3ពេលជណ្ដើរយន្តបើកចេញអ្វីទាំងអស់នេះវាដូចជាស្តង់ដាររឿងខ្មោចទាំងអស់គឺថាផ្លូវដើរនោះស្ងាត់ណាស់ហើយស្ទើរតែមិនមានភ្លើងសន្តាគារនេះនៅតែប្រើភ្លើងពណ៌ទឹកក្រូចដែលជាអំពូលស្លាប់ផ្លូវដើរត្រូវបានបំពាក់ដោយកម្រាលព្រំពណ៌ក្រហមដែលធ្វើឲ្យបរិយាកាសវាមើលទៅគួរឲ្យខ្លាចខ្លាចលោកបុយដើរទៅមុខបន្តរហូតដល់មុខបន្ទប់ស្នាក់នៅរបស់ខ្លួនបន្ទាប់មកគាត់ប្រើសោបើកទ្វារចូលទៅអ្វីដំបូងដែលលោកបុយស្គាល់បានគឺថាពេលនេះមានខ្យល់ត្រជាក់បន្តិចបក់ឆ្លងកាត់ខ្លួនលោកបុយមានអារម្មណ៍ស្រស់ស្រាយទាំងស្រុងដោយខ្យល់នោះប៉ុន្តែពេលនោះគាត់ព្យាយាមមានចិត្តល្អហើយស៊ូសឹងគិតថាគ្រាន់តែគេងមួយយប់ទេគ្មានបញ្ហាអ្វីទេលោកបុយបើកភ្លើងក្នុងបន្ទប់ហើយឃើញថាគ្រឿងសង្ហារិមទាំងអស់នៅក្នុងបន្ទប់នៅតែដែរជាប្រភេទចាស់ដែលជាឈើទាំងអស់ខាងឆ្វេងដៃពេលនេះគឺបន្ទប់ទឹកហើយខាងស្ដាំដៃគឺជាប៉ោងដែលមានកញ្ចក់ធំមួយនៅមុខទោះលោកបុយដើរត្រង់ចូលទៅបន្តិចម្ដងហើយនឹងឃើញគ្រែខាងឆ្វេងដៃហើយខាងស្ដាំដៃគឺជាទូរទស្សន៍ហើយនៅចុងផ្លូវខាងមុខគាត់នឹងឃើញទ្វារកញ្ចក់រុំដែលអាចដើរចេញទៅកាន់របងខាងក្រោយបន្ទប់បានពេលដែលចូលមកក្នុងបន្ទប់រួចរាល់ហើយលោកបុយក៏បើកទូរទស្សន៍មើលនេះមើលនោះបន្តិចម្ដងរួចហើយក៏ត្រៀមខ្លួនដើម្បីចូលទៅងូតទឹកនៅពេលដែលចូលទៅងូតទឹកលោកបុយក៏នៅតែបើកទូរទស្សន៍ទុកដើម្បីឲ្យបរិយាកាសក្នុងបន្ទប់មើលទៅល្អបន្តិចហើយក៏បើកទ្វារបន្ទប់ទឹកទុកដែរព្រោះថាខ្លួនឯងស្នាក់នៅម្នាក់ឯងនេះជារឿងធម្មតាដែលលោកបុយធ្វើជាប្រចាំប៉ុន្តែនៅពេលដែលលោកបុយកំពុងងូតទឹកនោះប
បង្ហាញថាកន្លែងដែលលោកបុយឈរនៅពេលងូទឹកអាចមើលឃើញតាមរយៈកញ្ចក់ទ្វារកូនដែលហើយវាសម្លេងទៅកាន់ក្រែវាធ្វើឲ្យលោកបុយអាចមើលឃើញអ្វីទាំងអស់បានយ៉ាងច្បាស់នៅពេលនោះលោកបុយក៏ងូទឹកទៅហើយក៏មានការព្រួយបារម្ភផងដែរព្រោះវាមានអារម្មណ៍ស្រពោនប្លែកប៉ុន្តែក៏ងូទឹករួចរាល់ដោយគ្មានរឿងអ្វីកើតឡើងចេញពីបន្ទប់ទឹកមកស្លៀកពាក់រួចរាល់ហើយក៏ត្រៀមខ្លួនដើម្បីចូលគេងវិធីដែលលោកបុយចូលគេងគឺថាលោកបុយនឹងបើកភ្លើងនៅក្នុងបន្ទប់ទឹកទុកហើយក៏បើកទូរទស្សន៍ទុកផងដែរលោកប្រើវិធីបន្ថយសំឡេងទូរទស្សន៍ឲ្យតូចបំផុតដែលអាចតូចបានហើយបិទភ្លើងនៅក្នុងបន្ទប់គេងនៅពេលគេងលោកនឹងមានពន្លឺពីទូរទស្សន៍ដែលភ្លឺភ្លាត់នៅពេលណាមួយបន្ទាប់ពីគេងបានបន្តិចដោយសារការបាននឿយហត់ពីការធ្វើដំណើរវាធ្វើឲ្យលោកបុយដេកលក់ទៅពេលណាមិនដឹងលោកបុយភ្ញាក់ឡើងម្ដងទៀតនៅពេលនោះហើយមិនដឹងម៉ោងទេគ្រាន់តែដឹងថាបរិយាកាសពេលនេះមានអ្វីមួយចម្លែកគឺថាទាំងបន្ទប់ស្ងាត់ស្ងៀមមានតែភ្លើងដែលបញ្ចេញពីបន្ទប់ទឹកប៉ុណ្ណោះដែលធ្វើឲ្យបន្ទប់ភ្លឺតែមួយចំហៀងគឺចំហៀងស្ដាំទូរទស្សន៍ដែលបានបើកទុកមុនពេលគេងពេលនេះអេក្រង់ក៏ងឹតស្ងាត់លោកបុយមានតែសំណួរថាហេតុអ្វីបានជាទូរទស្សន៍បិទដោយខ្លួនឯងពេលនោះលោកបុយក៏ព្យាយាមមើលជុំវិញខ្លួនហើយក៏ឃើញថាมันមានអ្វីខុសប្រក្រតីទេប៉ុន្តែភ្លើងដែលបញ្ចេញពីបន្ទប់ទឹកមិនស្ងប់ស្ងាត់ដូចមុនទេវាមានការបង្វិលដូចជាមាននរណាម្នាក់ដើរឆ្លងកាត់មកវិញនៅមុខទ្វារបន្ទប់ទឹកដែលធ្វើឲ្យភ្លើងបង្វិលទៅវិញទៅមកលោកបុយចាប់ផ្ដើមភ័យខ្លាចហើយសក់របស់គាត់ក៏ញើមទាំងស្រុងមិនដឹងថាមានអ្វីនៅក្នុងបន្ទប់ទឹកពិតប្រាកដភ្នែករបស់លោកបុយមើលទៅកាន់ទ្វារបន្ទប់ទឹកដោយមើលតាមរយៈការបញ្ចាំងរបស់កញ្ចក់ទូរទស្សន៍សម្លៀកបំពាក់ប៉ុន្តែបន្ទាប់មកមានរឿងមួយដែលមិនបានរំពឹងទុកបានកើតឡើងទ្វារបន្ទប់ទឹកដែលដំបូងបើកត្រឹមតែបន្តិចបន្តួចប៉ុន្តែឥឡូវនេះវាកំពុងបើកចេញយ៉ាងយឺតភ្នែករបស់លោកបុយមិនអាចទប់ស្កាត់ការចង់ដឹងបានថាហេតុអ្វីបានជាទ្វារបន្ទប់ទឹកបើកចេញប៉ុន្តែបន្ទាប់មកលោកបុយក៏ត្រូវស្លុតនិងស្ងៀមស្ងាត់ទាំងស្រុងព្រោះរូបភាពដែលឃើញឥឡូវនេះលោកបុយឃើញស្ត្រីម្នាក់អង្គុយនៅលើបង្គន់ស្ត្រីនោះស្លៀកពាក់ដោយសម្លៀកបំពាក់ពណ៌ខ្មៅទាំងស្រុងជាកង្វក់ខោវែងពណ៌ខ្មៅនិងអាវយឺតពណ៌ខ្មៅស្ត្រីនោះមានសក់វែងហើយអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតគឺស្ត្រីនោះក៏កំពុងមើលចំទៅលោកបុយតាមរយៈកញ្ចក់ទ្វារទូរទស្សន៍ដែរស្រាប់តែស្ត្រីនោះញឹមការញឹមនោះគឺជាការញឹមដែលគួរឲ្យខ្លាចនិងគួរឲ្យខ្លាចខ្លាំងណាស់ប៉ុន្តែរឿងនេះមិនបានបញ្ចប់ត្រឹមតែនេះទេបន្ទាប់មកស្ត្រីនោះបានដួលចុះទៅលើដេកក្នុងបន្ទប់ទឹកហើយបន្តិចម្ដងបានលូនដូចជាកំពុងព្យាយាមចេញពីបន្ទប់ទឹកឲ្យបានពេលនេះលោកបុយគ្រាន់តែដេកស្ងៀមហើយសក់ក្រពើឡើងទាំងស្រុងមិនដឹងថាត្រូវធ្វើដូចម្តេចទេតើត្រូវរត់ចេញពីបន្ទប់ឬយ៉ាងណាពេលនេះត្រូវឆ្លងកាត់បន្ទប់ទឹកនៅពេលនោះគាត់បានសម្រេចចិត្តគ្រប់អាវភ្លាមប៉ុន្តែបង្ហាញថាមានសម្លេងមួយសម្លេងដែលស្ត្រីនោះកំពុងព្យាយាមលូនចេញគឺដូចជាប្រើដៃព្យាយាមទាញខ្លួនឯងទៅមុខបន្តិចម្ដងពេលនោះលោកបុយបាននិយាយថាគាត់ទទួលស្គាល់ថាខ្លួនឯងគ្រប់អាវពិតមែនមិនបានឃើញរូបភាពនៅមុខទេប៉ុន្តែពេលស្ដាប់សំឡេងហើយលោកបុយបាននឹកឃើញរូបភាពតាមភ្លាមថាស្ត្រីនោះកំពុងលូនចេញមកបន្តិចម្ដងពេលនោះមិនអាចធ្វើអ្វីបានទេគ្រាន់តែដេកស្ងៀមនិងរន្ធត់នៅបែបនោះហើយដូចជាលោកបុយបាននឹកឃើញបានហើយចាប់ផ្ដើមសូត្រមន្តប៉ុន្តែពេលនោះដោយសារភ័យខ្លាចគាត់សូត្រមិនត្រឹមត្រូវសូត្រអ្វីបានក៏សូត្រចេញមុនហើយព្យាយាមនឹកដល់អ្វីដែលគាត់គោរពសក្ការៈធ្វើអ្វីក៏បានដើម្បីឲ្យឆ្លងកាត់ចំណុចនេះទៅប៉ុន្តែដូចជាអ្វីដែលលោកបុយព្យាយាមធ្វើវាដូចជាបានលទ្ធផលពេលសំឡេងនោះបានស្ងាត់ទៅវិញគឺសំឡេងទូរទស្សន៍បានបើកឡើងវិញលោកបុយបើកអាវចុះយ៉ាងប្រុងប្រយ័ត្នហើយសង្កេតឃើញថានៅក្នុងបន្ទប់មានពន្លឺពីទូរទស្សន៍ប៉ុន្តែនៅមុំមួយទៀតលោកបុយគិតថាគួរតែភ័យខ្លាចអ្វីមុនរវាងទូរទស្សន៍ដែលបើកឡើងដោយខ្លួនឯងឬស្ត្រីនោះដែលនៅក្នុងបន្ទប់ទឹកប៉ុន្តែពេលនោះពេលដែលมันអាចធ្វើអ្វីបានគ្រាន់តែមានចិត្តល្អស៊ូសឹងមើលចូលទៅក្នុងបន្ទប់ទឹកហើយឃើញថាទ្វារបន្ទប់ទឹកបើកទុកចោលមែនប៉ុន្តែក្នុងបន្ទប់ទឹកគឺទេគ្មានស្ត្រីនោះនៅក្នុងបន្ទប់ទឹកទៀតហើយលោកបុយបានសម្រេចចិត្តយកសោរថយន្តនៅក្បែរមុខក្រែហើយចេញពីបន្ទប់នោះភ្លាមរត់ចុះជណ្ដើរដែលនៅជាប់នឹងជណ្ដើរយន្តពេលដែលដឹងខ្លួនម្ដងទៀតពេលនេះខ្លួនឯងក៏ឈរនៅមុខទៅបន្ទប់បន្សំរួចរាល់ហើយពេលដែលចុះមកដល់គឺបានជួបនឹងបុគ្គលិកម្នាក់បុគ្គលិកនោះក៏មានមុខមាត់ភ្ញាក់ផ្អើលដែរព្រោះថាអ្នកបុយបានចុះមកដោយមុខមាត់ដែលភ្ញាក់ផ្អើលមួយកម្រិតបុគ្គលិកព្យាយាមសួរអ្នកបុយថាមានអ្វីកើតឡើងឬទេ
ប៉ុន្តែពេលនោះអ្នកបុយនៅតែស្ថិតក្នុងការភ័យខ្លាចមិនបាននិយាយអ្វីទេគ្រាន់តែដើរចុះទៅអង្គុយលើកៅអីក្នុងចិត្តពេលនោះគិតថាខ្លួនឯងយប់នេះនឹងគេងក្នុងឡានព្រោះថាអីវ៉ាន់ដែលបានរៀបចំមកក៏នៅសល់ក្នុងបន្ទប់ផ្នែកមួយប៉ុន្តែពេលមើលទៅកន្លែងចតឡានវិញគឺឃើញថាមានតែឡានខ្លួនឯងនៅសល់តែមួយគ្រឿងប៉ុណ្ណោះខណៈដែលឡាន2ទៅ3គ្រឿងដែលចតនៅទីនោះកាលពីដំបូងឥឡូវនេះបានបាត់ទៅហើយពេលមើលនាឡិកាគឺឃើញថាមានម៉ោង3:30ព្រឹកអ្នកបុយគិតថាបើទៅគេងក្នុងឡានវាអាចមិនមែនជារឿងល្អទេព្រោះខ្លួនឯងត្រូវតែទៅគេងនៅម្នាក់ឯងក្នុងកន្លែងចតឡានធំធំងឹតងឹតដូច្នេះគាត់បានសម្រេចចិត្តគេងនៅទីនោះហើយគេងនៅមុខតប៉ុសជាមួយបុគ្គលិកនោះប៉ុន្តែគេងក៏គេងមិនសូវស្រួលទេគេងភ្ញាក់អង្គុយគេងនៅបែបនោះរហូតដល់ម៉ោងប្រមាណ5-1ម៉ោងព្រឹកពេលចាប់ផ្ដើមមានពន្លឺអ្នកបុយក៏សម្រេចចិត្តត្រឡប់ទៅបន្ទប់ស្នាក់នៅវិញនៅពេលនោះពេលត្រឡប់ទៅអ្នកបុយក៏មិនបានធ្វើអ្វីទេបើកទ្វារបន្ទប់ទុកចោលហើយខ្លួនឯងក៏ដើរចូលទៅយករបស់ទូរទស្សន៍ក៏នៅតែបើកដដែលពេលអ្នកបុយយករបស់រួចអ្នកបុយក៏ដើរចេញភ្លាមដោយមិនបានផ្លាស់ប្ដូរសម្លៀកបំពាក់ឬធ្វើការងូតទឹកអ្វីទាំងអស់បន្ទាប់មកបានយកសោទៅសង់នៅតុបម្រើហើយបើកឡានចេញភ្លាមបន្ទាប់ពីបើកឡានចេញបានបន្តិចបន្តួចគឺបានជួបជាមួយស្ថានីយ៍ប្រេងមួយអ្នកបុយក៏បត់ចូលទៅស្ថានីយ៍ប្រេងទៅអង្គុយនៅមុខហាងលក់ទំនិញងាយស្រួលហើយតែព្យាយាមគិតថាកាលពីយប់មិញខ្លួនឯងបានជួបប្រទះរឿងអ្វីមកគ្រប់គ្រាន់ប៉ុន្តែដោយសារចង់ដឹងនៅពេលនោះនៅមុខស្ថានីយ៍ប្រេងមានហាងលក់សាច់ជ្រូកអាំងមួយអ្នកបុយអង្គុយមើលស្មួយហើយរហូតដល់អតិថិជនចាប់ផ្ដើមស្ងប់ស្ងាត់ពីដំបូងដែលមានមនុស្សច្រើនអ្នកបុយដូច្នេះសម្រេចចិត្តដើរចូលទៅរកអ្នកលក់បន្ទាប់ពីជ្រើសរើសសាច់ជ្រូកអាំងបានប៉ុន្មានដើមគាត់ចាប់ផ្ដើមសួរអ្នកលក់ថាម្សិលមិញខ្លួនឯងបានទៅគេងនៅសន្តាគារនេះហើយបានជួបរបស់ល្អគាត់សួរអ្នកលក់ដោយផ្ទាល់ថាតើអ្នកដឹងអំពីប្រវត្តិនៅទីនេះទេប៉ុន្តែចម្លើយដែលបានធ្វើឲ្យអ្នកបុយភ្ញាក់ផ្អើលណាស់អ្នកលក់បានប្រាប់ថាសន្តាគារនេះជាសន្តាគារដែលមានឈ្មោះល្បីមែនប៉ុន្តែមានឈ្មោះល្បីក្នុងវិធីដែលមិនល្អប៉ុន្មានព្រោះសន្តាគារនេះត្រូវបានសាងសង់មកយូរណាស់ហើយនៅក្នុងសម័យនោះមានករណីសម្លាប់កើតឡើងច្រើនណាស់អាចនិយាយបានថាបន្ទប់ជាច្រើននៅក្នុងសន្តាគារនេះត្រូវមានករណីសម្លាប់យ៉ាងតិចមួយករណីប៉ុន្តែអ្នកលក់ផ្ទាល់មិនដឹងទេថាបន្ទប់ដែលអ្នកបុយទៅគេងគឺបន្ទប់303មានរឿងអ្វីកើតឡើងឬអត់បន្ទាប់ពីហេតុការណ៍ដែលបានកើតឡើងអ្នកបុយត្រូវតែដាក់ផែនការថ្មីទាំងអស់ពេលដែលត្រូវធ្វើដំណើរទៅធ្វើការនៅខេត្តណាមួយអ្នកបុយត្រូវតែជ្រើសរើសសន្តាគារមុនដើម្បីការពារហេតុការណ៍ដែលអាចកើតឡើងបែបនេះម្ដងទៀតហើយនោះគឺជាបទពិសោធន៍ដែលអ្នកបុយបានជួបប្រទះជាមួយរឿងរ៉ាវដែលគួរឲ្យខ្លាចនិងគួរឲ្យខ្លាចដែលរហូតមកដល់ពេលនេះអ្នកបុយក៏នៅតែចាំមិនភ្លេចត្រូវសូមអរគុណរឿងរ៉ាវនេះពីអ្នកបុយនៅទីនេះផងដែរហើយប្រសិនបើមិត្តភក្តិណាម្នាក់មានរឿងរ៉ាវគួរឲ្យខ្លាចនិងគួរឲ្យខ្លាចបើចង់ឲ្យខ្ញុំបាននាំមកបញ្ជូនបែបនេះឲ្យមិត្តភក្តិផ្សេងទៀតបានស្ដាប់សូមផ្ញើរឿងរ៉ាវរបស់មិត្តភក្តិមកកាន់ខ្ញុំតាមរយៈផ្នែកខាងក្រោមបានហើយមុននឹងចាក់ចេញសូមមិត្តភក្តិជួយចុច Subscribe ដើម្បីជាកម្លាំងចិត្តឲ្យប៉ុស្តិ៍តូចៗនេះផងនិងកុំភ្លេចចុចកណ្ដឹងដើម្បីទទួលការជូនដំណឹងពេលមានការបង្ហោះថ្មីផងសូមអរគុណដែលបានតាមដានទស្សនានិងស្ដាប់មកដល់ពេលនេះជួបគ្នាម្ដងទៀតនៅក្នុងវីដេអូបន្ទាប់សួស្តី